បាទជាទូបងម៉ែបងប្អូនដែលดูនៅក្នុងប្រទេសជប៉ុនទាំងអស់គ្នាផងដែរបាទជាពិសេសបងប្អូនសកម្មកម្មពលករគ្នាយើងដែលធ្វើការក្នុងប្រទេសជប៉ុនអញ្ចឹងបាទអញ្ចឹងខ្ញុំបានឃើញវីដេអូរបស់មិត្តភ័ក្ដិខ្ញុំនៅក្នុង TikTok អញ្ចឹងបាទអញ្ចឹងខ្ញុំស្ដាប់ហើយមើលហើយមានអារម្មណ៍ថាដូចជាហួសចិត្តអញ្ចឹងបាទអញ្ចឹងតាក់ទងនឹងចំនួនផ្ទាល់ខ្លួនឬក៏ចំនួននៅក្នុងក្រុមហ៊ុនឬក៏ចំនួនការងារឬក៏ចំនួនបែបណាបាទខ្ញុំអត់ខ្វល់ទេគ្រាន់តែខ្ញុំចង់បញ្ជាក់ថាបើយើងមានចំនួនជាមួយគ្នាឬក៏យើងមិនពេញចិត្តគ្នាឬក៏យើងពិបាករស់នៅជាមួយគ្នាអ្វីដែលខ្ញុំចង់ស្នើពរនោះគឺយើងរស់នៅរបៀបបែងចែកគ្នាដាច់អញ្ចឹងបាទឬក៏កុំមានអាភាពចំណែនឈ្នានេះស្អប់គុំគួនឬក៏ឈ្នានេះធ្វើបែបនេះធ្វើបែបនោះធ្វើដើម្បីចាញ់ចាលគ្នាអញ្ចឹងបាទអញ្ចឹងវាអត់មានបានអីមកវិញទេចុងក្រោយបានតែលទ្ធផលអាក្រក់មកវិញរៀងខ្លួនទេបាទហើយដូចគាត់នេះគាត់យកឯកសារយកអីផុសគេទាំងដែលបាននៅក្នុងប្រអប់សារ post ទុកហ្នឹងយកទៅហែកចោលឬក៏យកទៅបោះចោលធុងសម្រាមអីអញ្ចឹងបាទអញ្ចឹងអានឹងវាជាទង្វើមួយដ៏អាក្រក់ដែរអញ្ចឹងបាទដែលគួរឲ្យខ្ពើមឬបើយល់ល្អអីកុំធ្វើបែបហ្នឹងអីបាទអញ្ចឹងយើងរស់នៅបើឆ្លោះគ្នាឬក៏អាចជៀសបានជៀសឬក៏កិច្ចកន្លែងណាបានកិច្ចអញ្ចឹងបាទអញ្ចឹងកុំឲ្យមានរឿងចងពៀទៅវិញទៅមកអីបាទអញ្ចឹងយល់ល្អគឺថាកុំធ្វើបែបហ្នឹងអីហើយលទ្ធផលចុងក្រោយអាចនឹងគេបញ្ជូនទៅខ្មែរវិញក៏ថាបានដែរបាទអញ្ចឹងសូមឲ្យសំណាងល្អហើយចេះយោគយល់គ្នាទៅវិញទៅមកផងបាទកូនចៅនៅមានការខ្វះខាតអីសូមជួយណែនាំផងបាទ